បន្តពីការគូសlogo មួយនេះដែលយើងអាចប្រើប្រាស់Ellipse Tool ក៏ដូចជា Shape Builder Tool ជាដើមអញ្ចឹងសម្រាប់ការគូសយើងដំបូងយើងអាចយក Ellipse Tool ហើយយើងចាប់ផ្ដើមគូសដោយចុច CR ជាប់ហើយយើងចាប់ទាញវាមកអូខេហើយខ្ញុំដាក់ stroke វាទៅថា1ទេបន្ទាប់ពីយើងគូសបានប៉ុណ្ណេះហើយជាបន្តទៀតយើង select ទៅលើ ellipse ហ្នឹងហើយយើងចូល edit ខ្ញុំ copy ហើយខ្ញុំចូល edit ម្ដងទៀតតមកខ្ញុំpath front បន្ទាប់ពីខ្ញុំ path front ហើយខ្ញុំសូមទាញវាទូចបន្តិចខ្ញុំទាញយកប៉ុណ្នេះអូខេខ្ញុំទាញយកប៉ុណ្ណឹងហើយបន្តមកទៀតខ្ញុំ copy អាទូចនេះម្ដងនេះចឹងខ្ញុំចូលទៅកាន់ edit ហើយខ្ញុំយក copy ហើយខ្ញុំចូល edit ម្ដងទៀតខ្ញុំយក path front ហើយយើងចុច C ឲ្យជាប់យើងទាញវាមកលើយើងទាញឲ្យវាចំផាតខាងលើចំគ្នាទៅអូខេខ្ញុំសូមទាញម្ដងទៀតយើងទាញបែបនេះអូខេអញ្ចឹងចំណុចមួយទៀតយើងអាច copy អានេះក៏បានឬក៏យើងចូល copy ឲ្យ path front វាម្ដងទៀតចូលមកកន្លែង edit នេះម្ដងទៀតមកក៏បានហើយយើងចុច sim យើងចាប់ទាញវាមកខមួយទៀតបន្តមកទៀតយើងអាច copy វាចាប់ទាញទៅសងខាងក៏បានឬក៏យើង select ពីរហ្នឹងខ្ញុំ select ខាងលើមួយហើយខ្ញុំ select ខាងក្រោមមួយទៀតបន្ទាប់មកខ្ញុំចូលទៅកាន់ edit ម្ដងទៀតខ្ញុំយក copy ហើយខ្ញុំ path front ដូចមិញប៉ុន្តែដងនេះខ្ញុំចុច shift ហើយខ្ញុំ rotate វា rotate បែបនេះបាទអញ្ចឹងបន្ទាប់ពីគ្នាយើង rotate បានទម្រង់បែបនេះហើយគ្នាយើង select លើវាទាំងមូលហើយបើកកន្លែង swatch change នេះហើយឬក៏គ្នាយើងចូលទៅកាន់ window ឬហើយបើកកន្លែងនេះ swatches អញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកនរគ្នាប្រើ Shape Builder Tool ដើម្បីយើងចាក់ពណ៌ឲ្យបានដូចប្រគេនេះអញ្ចឹងសម្រាប់ពណ៌នេះខ្ញុំអាចចាក់យកពណ៌ទឹកក្រូចនេះហើយខ្ញុំគូសវាទម្រង់បែបនេះអូខេអញ្ចឹងបានប៉ុណ្ណឹងហើយផ្នែកនេះយើងគូសទៀតមកយើង select យកពណ៌មួយនេះហើយខ្ញុំគូសដេញពណ៌ចេះមកវិញ sorry ខ្ញុំច្រឡំយើង select មកហើយយើងគូសអូខេបាច់ចេះមកអញ្ចឹងជាបន្ទាប់ទៀតគ្នាយើងយកពណ៌លឿងមួយនេះហើយយើងគូសដូចមិញដែរគូសមកហើយសម្រាប់ពណ៌នេះយើងអាចយកពណ៌ខៀវហើយយើងគូសដេញពណ៌ឲ្យវាអូខេចឹងសម្រាប់កន្លែងនេះយើងអាចយកពណ៌ទឹកក្រូចហើយខ្ញុំចង់ស៊ូមវាទូចក៏បានចឹងបើអ្នកនរគ្នានៅជាប់ stroke អ្នកនរគ្នាអាច select ទាំងអស់ហើយយើងបិទ stroke ចោលនេះចំណានមកអូខេចៃយើងគ្រប់មកចឹងការងារយើងមានតែប៉ុណ្្នឹងទេសម្រាប់ការគូសដោយប្រើប្រាស់ Ellipse Tool ជាមួយនឹង Shape Builder Tool ជាដើមអញ្ចឹងអ្នកនរគ្នាចូលរួមអនុវត្តលំហាត់មួយនេះទាំងអស់គ្នាបាទសូមអរគុណ